ទី1ភាគទី2យើងបានទស្សនាអំពីក្រុមប្រាសាទទាំង3ហើយនៅក្នុងប្រាសាទសម្បូរព្រៃគុកបាននៅមកក្រុមទៀតអញ្ចឹងក្រុមទី1មានក្រុមប្រាសាទជប៉ុនក្រុមទី2គឺជាក្រុមប្រាសាទតោក្រុមទី3ក្រុមប្រាសាទសម្បូរហើយក្រុមទី4នេះគឺជាក្រុមប្រាសាទក្រោលរមាសអ្នកខ្លះហៅក្រោលរមាសហៅលបងរមាសអញ្ចឹងណាអញ្ចឹងយើងទៅមើលប្រាសាទក្រោលរមាសទាំងអស់គ្នាតោះ let's go ផ្លូវទៅកាន់ប្រាសាទក្រោលរមាសគឺយើងត្រូវធ្វើដំណើរចាក់ចេញពីខាងព្រៃគុកឆ្លងទៅខាងភូមិអូគ្រូកែបន្ទាប់ពីឆ្លងស្ពានរួចហើយយើងជិះទៅមុខបន្តិចនៅដល់កន្លែងគីឡូអីវ៉ាន់កន្លែងហ្នឹងបើយើងមើលទៅខាងឆ្វេងដៃយើងនឹងឃើញស្លាកមួយហើយផ្លូវដែលចូលនោះគឺយើងបត់ទៅខាងស្ដាំវិញតាមផ្លូវលំនៅមួយហ្នឹងគឺយើងធ្វើដំណើរចូលទៅតាមផ្លូវមួយហ្នឹងគឺមានលក្ខណៈស្ងៀមស្ងាត់ហើយវារៀងឆ្ងាយដែរ2គីឡូដីបានដល់ប្រាសាទបើសិនជាយើងចង់ទៅលេងប្រាសាទនេះគួរទៅនាំគ្នាទៅឲ្យបានច្រើនពេលដែលធ្វើដំណើរមួយសន្ទុះមកយើងមកដល់កន្លែងស្លាកកន្លែងហ្នឹងយើងជិះបន្តចូលមកក្នុងទៀតមកនៅពេលដែលខ្ញុំចូលទៅលេងតំបន់ហ្នឹងគឺមានតែខ្ញុំម្នាក់ឯងនឹងឯងជិះម៉ូតូទៅស្ងាត់ជ្រងំតែម្ដងដោយសារតែតំបន់មួយនេះភាគច្រើនគឺមិនសូវជាមានគេទៅទស្សនានោះទេដោយសារតែវានៅឆ្ងាយផងនៅជ្រៅផងដែរបន្ទាប់ពីបានធ្វើដំណើរមកប្រហែលជា2គីឡូដីបាទហើយចេញពីថ្នោតជាតិមកដល់កន្លែងនេះ2គីឡូដីមុននឹងដល់ក្រុមប្រាសាទក្រោលរមាសគឺមានក្រុមប្រាសាទមួយក្រុមមកដល់នេះនៅទីនេះណាប្រាសាទនេះគឺជាក្រុមប្រាសាទស្រីគ្រប់លះដែលពុំមានអ្នកណាដឹងអំពីប្រវត្តិនៃប្រាសាទមួយនេះនៅឡើយដែលវាស្ថិតនៅក្នុងក្រុមប្រាសាទរបងរមាសតាមដែលខ្ញុំសង្កេតមើលទៅប្រាសាទនេះមិនដឹងថាជាដុះដីឡើងលើឬក៏លិចទៅក្រោមឬមួយក៏សម័យនោះគេសាងសង់ដោយការជីកដីទៅក្រោមហើយនៅពេលដែលខ្ញុំបានចូលទៅក្នុងប្រាសាទមួយនេះនៅពេលដែលខ្ញុំចូលទៅខាងក្នុងឃើញមានកន្លែងគេគោរពបូជានៅក្នុងនឹងផងដែរប៉ុន្តែពុំមានឃើញរូបសំណាកអ្វីនៅក្នុងនោះឡើយទីតាំងប្រាសាទមួយនេះគឺស្ថិតនៅក្នុងភូមិអូគ្រូកែឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំយើងនឹងតាក់ទងទៅនឹងការសាងសង់ប្រាសាទនេះវិញគឺសាងសង់អំពីឥដ្ឋហើយនិងថ្មភក់ចំណែកឯនៅផ្នែកខាងក្នុងនៃប្រាសាទតូចមួយនេះវិញយើងឃើញមានរូបសំណាកតម្កល់លឹងនៅក្នុងនឹងហើយអ្នកទាំងអស់គ្នាច្បាស់ជាឃើញកម្មប្រាសាទមួយនេះគឺមានកម្ម3ដែលនៅក្នុងសាសនាព្រាហ្មណ៍គឺតំណាងឲ្យឋានទាំង3ឋានលើឋានកណ្ដាលហើយនិងឋានក្រោមនៅពេលដែលយើងចេញមកមើលពីខាងនឹងមានកន្លែងបង្ហូរទឹកនៅពេលដែលគេស្រោចទឹកនៅលើរូបសំណាកលឹងនឹងហើយបើយើងសម្លឹងមើលទៅលើតួប្រាសាទហ្នឹងយើងឃើញចុចមើលហាក់ដូចស្នាមគ្រាប់ស្នាមអីអញ្ចឹងណាប៉ុន្តែអាហ្នឹងមិនដឹងថាជាស្នាមអ្វីនោះទេដែលមានលើរូបរាងប្រាសាទមួយនឹងដូចជាដាំចោះអញ្ចឹងណានៅក្នុងប្រាសាទស្រីគ្រប់លក្ខនេះក៏មានប្រាសាទជាច្រើនទៀតផងដែរប៉ុន្តែមានការបាក់រលំច្រើនបន្តមកទៀតគឺយើងធ្វើដំណើរទៅកាន់ប្រាសាទរបងរមាសឥឡូវនេះយើងបានធ្វើដំណើរមកដល់ក្រុមប្រាសាទរបងរមាសដែលជាក្រុមប្រាសាទទី4បាទអញ្ចឹងនៅកន្លែងនេះមានប្រាសាទច្រើនដែរប៉ុន្តែមិនប្រាសាទធំទេបងប្អូនគ្នាទៅមើលខ្ញុំនាំទៅមើលតោះចំណែកឯប្រាសាទរបងរមាសនេះវិញក៏មានប្រាសាទខ្លះក៏ត្រូវបានបាក់បែករលំស្ទើរតែអស់ទៅហើយប្រាសាទខ្លះក៏នៅប្រាសាទខ្លះក៏បាក់បែកទ្រុំអីចឹងណានៅក្នុងនឹងមានប្រាសាទមួយនេះមួយដែលនៅឈរល្អជាងគេក្រៅពីនោះសុទ្ធតែមានការទ្រុំឬក៏បាក់រលំស្ទើរតែអស់ទៅហើយនៅពេលដែលខ្ញុំចូលទៅដល់តំបន់ប្រាសាទមួយនេះឃើញថាប្រាសាទនៅតំបន់មួយនេះគឺមានលក្ខណៈតូចយើងក៏ធ្លាប់បានដឹងហើយថាប្រាសាទនីមួយមិនមែនសម្រាប់មនុស្សស្នាក់នៅសម័យនោះទេប៉ុន្តែគឺជាកន្លែងគោរពបូជាទៅវិញអានេះគេហៅប្រគួយស្លាបបាទប្រគួយនេះវាហោះណានេះ
đang rụng riêng đấy về lột tụm lẹไปดำเชื้อมันvì mình sạp vềเคยได้เคยมนุษย์กิจวัตรสลับจังធ្វើដំណើរតែម្នាក់ឯងនៅក្នុងប្រាសាទសម្បូរព្រៃគុកនេះការភាគទី1ភាគទី2ខ្ញុំដើរម្នាក់ឯងដូចជាមិនសូវឯងនោះទេប៉ុន្តែដល់ពេលភាគទី3នេះនៅពេលដែលខ្ញុំដើរម្នាក់ឯងមានអារម្មណ៍ថាដូចភ័យខ្លាចព្រឺលឺសំឡេងខ្ញាក់បន្តិចមិនបានលឺដូចជាមានអាណាម្នាក់កំពុងតែដេញតាមពីក្រោយអញ្ចឹងឯងដូច្នេះហើយការដែលខ្ញុំទៅថតវីដេអូមួយនេះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យខ្លាចជាងថ្ងៃណាផ្សេងទៅទៀតមិនដឹងថាអារម្មណ៍មួយនឹងវាកើតឡើងដោយសារតែបារមីនៅម្ដុំនឹងឬក៏វាកើតឡើងដោយសារតែភាពភ័យខ្លាចនៅក្នុងចិត្តរបស់ខ្ញុំទេប៉ុន្តែទោះបីជាមានអារម្មណ៍ថាដូចជាភ័យខ្លាចប៉ុន្តែខ្ញុំអត់បញ្ឈប់ដំណើររបស់ខ្ញុំនោះទេគឺខ្ញុំត្រូវតែបន្តដល់ថតបេសកកម្មមួយនឹងឲ្យបានទាក់ទងទៅនឹងការបង្ហាញអំពីតំបន់ទេសចរក៏ដូចជាប្រាសាទបុរាណខ្មែររបស់យើងឲ្យទៅកាន់ពុកម៉ែបងប្អូនបានទស្សនាអំពីប្រាសាទទាំងអស់នឹងផងដែរក៏ជាអ្វីដែលកាន់តែពិសេសនោះគឺជាងធ្វើឲ្យបរទេសបានឃើញប្រាសាទនឹងអញ្ចឹងអ្នកណាគេដែលចូលចិត្តក្នុងការដំណើរកម្សាន្តដើរលេងអ្នកខ្លះក៏ចូលចិត្តក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រអីអញ្ចឹងណានៅពេលដែលគេឃើញទម្រង់បែបហ្នឹងគេនឹងច្បាស់ជាចង់មកទស្សនាចង់មកលេងនៅក្នុងប្រទេសរបស់យើងហើយនៅពេលណាដែលគេមកប្រទេសយើងអញ្ចឹងចំណូលគឺបានមកកាន់ប្រទេសយើងបានមកកាន់ប្រជាជនយើងហ្នឹងឯងហើយសម្រាប់ប្រាសាទរបងរមាសនេះវិញក៏ពុំសូវមានពុកម៉ែបងប្អូនណាមកទស្សនាដែរហើយក៏កម្រនឹងមានអ្នកគេឃើញណាអញ្ចឹងនៅក្នុងវីដេអូនេះគឺជាឱកាសដែលខ្ញុំបង្ហាញដល់អ្នកទាំងអស់គ្នាឲ្យបានស្គាល់ឲ្យបានឃើញអំពីរូបរាងលក្ខណៈនៃក្រុមប្រាសាទរបងរមាសព្រោះថានៅក្នុងប្រាសាទសម្បូរព្រៃគុកយើងគឺមានប្រាសាទជាច្រើនហើយគេក៏បានបែងចែកចេញជា4ធំផងដែរមានក្រុមប្រាសាទជប៉ុនមានក្រុមប្រាសាទតោមានក្រុមប្រាសាទសម្បូរហើយចុងក្រោយគឺក្រុមប្រាសាទរបងរមាសនេះឯងបើយើងប្រៀបធៀបប្រាសាទមួយនេះទៅនឹងប្រាសាទក្រុមប្រាសាទផ្សេងទៀតគឺយើងឃើញថាក្រុមប្រាសាទមួយនេះគឺមានប្រាសាទតូចតែម្ដងហើយបើតម្រង់ប្រាសាទវិញគឺលិចចូលទៅក្នុងដីមិនដឹងមូលហេតុអ្វីបានជាប្រាសាទនឹងមានការលិចទៅក្នុងដីអញ្ចឹងណាទី1អាចមកពីកត្តាព្រៃឈើដែលបានដួលរលំអីទៅស្លឹកឈើច្រើនទៅវាកលិចអញ្ចឹងណាអាចជាកត្តាទី2គឺមានការស្រុតចុះទៅក្នុងដីតាមរយៈទម្ងន់ប្រាសាទឬក៏ដីលក្ខណៈវាមិនសូវជារឹងល្អអញ្ចឹងណាឬក៏ពេលខ្លះយើងអាចគិតថាដោយសារតែអ្នកសាងសង់នឹងគាត់ចង់ធ្វើជាទម្រង់ចុះទៅក្រោមដីអញ្ចឹងណាហើយនៅក្នុងក្រុមប្រាសាទនឹងគឺមានការសាងសង់អំពីអែតមានថ្មភក់ហើយក៏ដូចជាថ្មបាយក្រៀមផងដែរដូចទម្រង់ប្រាសាទមួយនេះអញ្ចឹងគឺបានសាងសង់អំពីថ្មបាយក្រៀមទាំងអស់តែម្ដងប៉ុន្តែបើយើងមើលទៅគឺឃើញតែផ្នែកខាងនៃប្រាសាទតែប៉ុណ្ណោះយើងអត់ឃើញមានដំបូលអត់ឃើញមានទម្រង់រូបរាងអីផ្សេងនោះទេណាដូច្នេះហើយនៅពេលដែលអ្នកទាំងអស់គ្នាធ្វើដំណើរមកកាន់ប្រាសាទសម្បូរព្រៃគុកកុំភ្លេចនាំគ្នាចូលមកលេងក្រុមប្រាសាទរបងរមាសនេះទាំងអស់គ្នាផងណាចេញពីក្រុមប្រាសាទរបងរមាសមកខ្ញុំក៏បានធ្វើដំណើរទៅកាន់ប្រាសាទដូចជា2ទៀតដែលពុំសូវមានអ្នកដែលចូលទៅលេងនោះទេអញ្ចឹងបើចង់ដឹងតាមប្រាសាទអីកុំភ្លេចតាមដានវីដេអូនេះបន្តទៅមុខទៀតអញ្ចឹងយើងជិះតាមផ្លូវនឹងមកហើយបត់ចូលមកហើយនៅពេលដែលធ្វើដំណើរមកខាងហ្នឹងក៏លក្ខណៈស្ងាត់ដែរតែដោយសារតែពុំសូវមានមនុស្សធ្វើដំណើរទៅកាន់ទីនោះទេមានខ្លះដែរប៉ុន្តែយូរ1 2អញ្ចឹងណាបន្ទាប់ពីបានចេញពីក្រុមប្រាសាទរបស់រមាសហើយឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់កន្លែងទៀតដែលមានឈ្មោះថាប្រាសាទបោះរៀមយើងមើលទៅលើរូបរាងនៃប្រាសាទបោះរៀមនេះយើងមើលលក្ខណៈស្តៀងទៅនឹងប្រាសាទដើមជ្រៃដែរប៉ុន្តែតើតើនឹងប្រាសាទមួយនេះគឺយើងមើលទៅដើមជ្រៃរុំតែបន្តិចទេអត់រុំច្រើនដូចប្រាសាទដើមជ្រៃទេហើយរុំតែមកខាងនឹងទៀតចាំមើលយើងទៅមើលខាងនោះណាអញ្ចឹងប្រាសាទនេះគឺនៅដាច់ដោយឡែកពីម្ខាងផ្លូវម្នាក់អញ្ចឹងមិនសូវជាមានអ្នកគេបលេងនៅខាងហ្នឹងទេដោយសារតែមានប្រាសាទមួយអញ្ចឹងណាហើយនៅដាច់ពីគេទៀតអញ្ចឹងអ្នកដែលមកលេងនៅកន្លែងហ្នឹងគឺចុះមកពីផ្លូវខាងមកខាងថ្នល់កស៊ូអញ្ចឹងនៅកន្លែងនេះគេក៏មានការគោរពអីដែរបាទអញ្ចឹងមានដបទឹកដបអីកន្លែងគេសែនគេអីអញ្ចឹងណានេះគឺជាលក្ខណៈនៃប្រាសាទបោះរៀមបាទនេះគឺមើលទៅដើមជ្រៃហ្នឹងគឺរុំតែម្ខាងទេម្ខាងទៀតគឺអត់មានទេហ្នឹងណានេះគឺលក្ខណៈហើយក៏វានៅដាច់ដោយឡែកតែឯងដែរបើនិយាយពីក្បាច់វិញ
có mình sơi chi miên tràn ấyประมาณ đấy miên tam này càng lớn rồi tích tích nữa khỏe miên tích tích để bằng ai hai đi chip này càng cao miên tích này đi lấy đi miên tích đây đi càng cao níแต่ประตูสัตว์นี่กปูประสาทนี่ฮะกปูคนใต้นี่โดยสารวีมีการระลมtới đâyกปูจึงประสันชิเกធ្វើកំណាយចេញកន្លែងនេះអាចនឹងមើលទៅប្រាសាទនេះនឹងខ្ពស់យើងចេញពីប្រាសាទបោះរៀមហើយយើងទៅប្រាសាទមួយទៀតចុងក្រោយយើងបញ្ចប់បេសកកម្មក្នុងការបញ្ចប់ក្នុងការដំណើររុករកប្រាសាទនៅក្នុងប្រាសាទសម្ពុព្រៃគុកភាគទី3អូខេតោះប្រាសាទចុងក្រោយដែលខ្ញុំកំពុងតែដើរចូលមកនេះគេហៅថាប្រាសាទសណ្ដានមកទីនេះគឺនៅក្រោយខ្ញុំនេះគឺប្រាសាទសណ្ដានណាហ្នឹងនេះហើយគឺជារូបរាងនៃប្រាសាទសណ្ដានជ្រុងជញ្ជាំងមានបន្លិចនៅដូចជាប្រាសាទអណ្ដែតដែរចឹងនេះគឺជាវីដេអូភាគបញ្ចប់នៅក្នុងការដែលដើរកម្សាន្តនៅក្នុងប្រាសាទសម្ពុព្រៃគុកហើយបាទអរគុណច្រើនជួបគ្នានៅវីដេអូបន្ទាប់បាយបាយ